រៀមលើកហ្នឹងហើយតែព្រីមនេះគឺស្ដាច់ស្វាតែនេះគ្រាន់ជាមេតួទេជាមេតួអញ្ចឹងអ្វីមួយផ្សេងទៀតដែលយើងឃើញតាំងពីដើមមកខ្ញុំគិតថានៅនេះបើចាប់ចំណាំចាប់អារម្មណ៍រឿងមួយពណ៌ក្រហមនេះណាជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីនេះគឺជាសកម្មភាពដំណើរកម្សាន្តរបស់ក្រុម UFC មុននឹងយើងធ្វើដំណើរទៅយើងនាំគ្នាញ៉ាំអាហារពេលព្រឹកសិនដាក់កាទៀវមួយចានបន្ទាប់មកយើងក៏ធ្វើដំណើរឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តក្រៅពីលេងបាល់ក្រុម UFC ក៏ឆ្លៀតនាំគ្នាទៅទស្សនាប្រាសាទបុរាណខ្មែរដើម្បីទទួលបានចំណេះដឹងថ្មីបន្ថែមទៀតទាត់បាល់ផងយើងរៀនផងស្វែងរកចំណេះដឹងបន្ថែមផងសូមបញ្ជាក់ផងដែរថាក្នុងសមាជិកក្រុមកីឡាបាល់ទាត់ UFC យើងគឺមានមគ្គុទ្ទេសក៍ទេសចរច្រើនដែលពោពេញទៅដោយចំណេះដឹងនិងបទពិសោធន៍ច្រើនឆ្នាំសិតនេះសិតជាអ្នកដែលចង់ដឹងប្រវត្តិសាស្ត្របាទខ្ញុំក៏ហើយដែរប្រាសាទតែមានតែអង្គអូនេះគឺដំណើរកម្សាន្តលក្ខណៈបែបជាក្រុមតែម្ដងហើយនេះគឺជាហាងកាហ្វេ Starbucks បើកថ្មីនៅមុខប្រាសាទអង្គរវត្តពួកយើងអត់បានទិញដែរដោយសារតែអត់មានលុយសិតតែអ្នកមាននេះយើងលេងបាល់ម្ដងទទួលបានរាប់ពាន់លាន$0បាទឥឡូវនេះមគ្គុទ្ទេសក៍យើងកំពុងតែបញ្យល់អំពីកសិនទឹកនៅជុំវិញប្រាសាទអង្គរវត្តបន្ទាប់មកពួកយើងក៏ធ្វើដំណើរទៅខាងមុខទៀតហើយថតវីដេអូមួយនេះស្ដីក្រុម UFC បាទស្ដីកីឡាករល្បីចម្លែកខ្លួនកីឡាករលេខ2តម្លៃខ្លួនមិនថោកទេបាទគេអត់អោយតម្លៃម្ដងហើយនេះគឺជាសកម្មភាពមគ្គុទ្ទេសក៍ទេសចររបស់យើងកំពុងតែបញ្យល់អំពីអត្ថន័យដែលថ្លងទ្វារនីមួយៗហើយនឹងរូបសំណាករបស់តារាជឬក៏គេហៅថាព្រះវិស្ណុហើយក៏សូមបញ្ជាក់ផងដែរថានៅកន្លែងនេះគឺមានប្រជាពលរដ្ឋខ្មែរយើងជាច្រើនតែងតែមកបួងសួងបន់ស្រន់ជារៀងរាល់ថ្ងៃបន្ទាប់ពីមគ្គុទ្ទេសក៍ទេសចររបស់យើងបានបញ្យល់ពីអត្ថន័យនៃទីតាំងនីមួយៗមកពួកយើងក៏បានមកដល់ចំណុចមួយគឺហៅថារឿងរៀមកេរក៏មិនដែរការតាមទៅគឺដៃត្រង់នេះគឺគេនៅពេលដែលគេកសាងប្រាសាទគឺចាប់ដើមឆ្លាក់តែម្ដងអញ្ចឹងទៅនៅប្រាសាទអង្គរវត្តគឺរកច្បាប់គឺតាំងពីនៅមកតាំងពីដើមមកហើយរឿងដំណាក់នេះគឺជារឿងមួយដែលជា second long mythology ហើយថាទេវកថាមួយជាគេលំដាប់ទី2នៅក្នុងព្រហ្មញ្ញសាសនាអញ្ចឹងរឿងនេះមិនជារឿងរបស់ខ្មែរយើងទេសូមបញ្ជាក់ផងដែរថាមគ្គុទ្ទេសក៍យើងអត់បានស្លៀកពាក់ឯកសណ្ឋានទេដោយសារតែនេះគឺជាដំណើរកម្សាន្តបែបក្រុមកីឡាបាល់ទាត់ UFC អញ្ចឹងគាត់មិនមែនជាមគ្គុទ្ទេសក៍ដែលគាត់ដើរបង្ហាញប្រាប់ភ្ញៀវដើម្បីទទួលបានថវិកាទេនេះគឺជាការស្ម័គ្រចិត្តដើរលេងផងបញ្យល់ប្រាប់ដល់មិត្តរួមក្រុមរបស់គាត់ផងអញ្ចឹងវាជាការចែកចម្លែកចំណេះដឹងទៅដល់សមាជិកក្រុមដែលបានចូលរួមក្នុងការដំណើរកម្សាន្តនេះហើយជាពិសេសហ្នឹងគឺដើម្បីពង្រឹងពីមិត្តភាពរវាងកីឡាករក្នុងក្រុម UFC ហ្នឹងតែម្ដងរៀមលើកហ្នឹងហើយតែព្រីមនេះគឺស្ដាច់ស្វាតែនេះគ្រាន់ជាមេតួទេជាមេតួចំក្រោមស្វាទេចុះហាងបានក្រោមស្វាហើយមួយវិញទៀតអញ្ចឹងសម្រាប់ព្រះរាមស្មើនឹងសម្រាប់ព្រះវិស្ណុសម្រាប់ហនុមានស្មើនឹងសម្រាប់ព្រះសិវៈអញ្ចឹងរូបភាពឆ្លុះបញ្ចាំងពីព្រះរាមចូលលើណាគេលើកដំណើរដោយសារនៅក្នុងនេះវាមានសភៅពីរសេវៈពុរណៈហើយនិងវិស្ណុពុរណៈនៅពេលដែលសភៅសេវៈវិស្ណុពុរណៈគឺព្រះរាមខ្ពស់ជាងតែនៅពេលសេវៈពុរណៈសេវៈខ្ពស់ជាងព្រះរាមហើយខាងនេះវិញគឺជាយើងស្គាល់បងប្រុសរបស់ព្រះរាមព្រះលក្ខហើយម្នាក់នេះវិញទៀតគឺជាបងប្រុសបង្កើតរបស់ក្រុងរាពណ៍ប្រចិត្តល្អគាត់ចិត្តល្អគាត់គឺជា faithful follower of Vishnu ជាអ្នកគោរពព្រះវិស្ណុអញ្ចឹងអ្វីមួយផ្សេងទៀតដែលយើងឃើញតាំងពីដើមមកខ្ញុំគិតថានៅនេះបើចាប់ចំណាំចាប់អារម្មណ៍រឿងមួយពណ៌ក្រហមនេះណាបាទនេះពណ៌ក្រហមនៅពណ៌ក្រហមនៅលើអញ្ចឹងប្រាសាទហ្នឹងអញ្ចឹងប្រាសាទនេះនៅក្នុងសតវត្សទី16បានផ្លាស់ប្ដូរទៅជាពុទ្ធសាសនាអញ្ចឹងគេបានលាបពីកន្លែងមួយទៅកន្លែងមួយគឺឃើញថាគាត់សកម្មមែនទែនក្នុងការបញ្យល់ទៅដល់សមាជិកក្រុមរបស់គាត់ហើយនេះគឺជាសកម្មភាពថតលេងបន្ទាប់ពីស្ដាប់ពីប្រវត្តិសាស្ត្រនិងទេវកថាដែលមគ្គុទ្ទេសក៍ទេសចរយើងបានបញ្យល់បន្ទាប់ពីនឹងមកយើងក៏មកទស្សនាក្រុងអង្គរធំមុននឹងចូលទៅក្នុងក្រុងមគ្គុទ្ទេសក៍ទេសចរយើងក៏បញ្យល់ពីអត្ថន័យនៃខ្លងទ្វារទាំង5ផងដែរបន្ទាប់ពីបញ្យល់អំពីអត្ថន័យនៃខ្លងទ្វារទាំង5និងប្រវត្តិប្រាសាទនានានៅក្នុងក្រុងអង្គរធំពួកយើងក៏បានធ្វើដំណើរទៅកាន់ប្រាសាទតាព្រហ្មបន្តទៀតអញ្ចឹង1181ដល់1220ប៉ុន្តែបើក្នុងឯកសារនេះគេដាក់សញ្ញាសួរគាត់ច្បាស់ត្រង់ហ្នឹងទេ
អញ្ចឹងព្រះបានកសាងប្រាសាទនេះឡើងគឺដើម្បីឧទ្ទិសថ្វាយដល់ព្រះមេដារបស់ព្រះអង្គ បន្ទាប់ពីបញ្យល់ពីអត្ថន័យនិងប្រវត្តិតទៅនឹងប្រាសាទតាព្រហ្មហើយពួកយើងក៏បានចូលទៅថតរូបនៅក្នុងប្រាសាទផ្ទាល់តែម្ដងវីដេអូគឺមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនអរគ្នាអរគុណច្រើនជម្រាបលា